ដឹងអត់ស្អីពេលពពោះត្រូវការជាតិដែកទ្វេដងញ៉ាំអាហារណាខ្លះសម្បូរជាតិដែកយើងដឹងហើយថាពេលពពោះមួយម៉ាក់ត្រូវការជាតិដែកទ្វេដងដើម្បីផលិត hemoglobin ដែលវាមានតួនាទីដឹកជញ្ជូនអុកស៊ីសែនទៅចិញ្ចឹមកោសិកានានាពេញរាងកាយពិសេសខួរក្បាលទី1សាច់សត្វក្រហមសាច់ក្រហមឬសាច់គ្មានខ្លាញ់ក្រៅពីសម្បូរជាតិប្រូតេអ៊ីនក៏សម្បូរជាតិដែកដែរតែមួយម៉ាក់មិនត្រូវញ៉ាំសាច់សុទ្ធនោះទេព្រោះវាអាចលើសជាតិប្រូតេអ៊ីនយល់ល្អញ៉ាំសាច់ជាមួយនឹងបន្លែ2ថ្លើមសត្វគ្រប់ប្រភេទមានថ្លើមជ្រូកថ្លើមមាន់ថ្លើមគោសុទ្ធតែជាប្រភពដ៏សំខាន់នៃជាតិដែកដូច្នេះមួយម៉ាក់ត្រូវបញ្ចូលថ្លើមសត្វក្នុងរបបអាហារឲ្យបានច្រើន3បង្គាក្រៅពីសម្បូរជាតិស័ង្កសីបង្គាក៏មានជាតិដែកច្រើនដែរញ៉ាំបង្គាអាចជួយបំពេញរាងកាយយើងពីការខ្វះជាតិដែក4បន្លែបៃតងបន្លែស្លឹកបៃតងពិសេសត្រកួនផ្ទុកទៅដោយជាតិដែកវីតាមីន C ជាតិកាកសរសៃញ៉ាំទៅល្អចំពោះសុខភាពណាស់5គ្រាប់ធញ្ញជាតិគ្រប់ប្រភេទមានសណ្តែកគ្រប់មុខគ្រាប់ស្វាយចន្ទីគ្រាប់អាល់ម៉ុនគ្រាប់ល្ពៅមានបរិមាណជាតិដែកជាច្រើនដែលមួយម៉ាក់គួរតែបញ្ចូលនៅក្នុងរបបអាហារ